មកសួស្តីអ្នកទាំងអស់គ្នាមកជួយមកបេះមានមួយខ្ញុំទាំងអស់គ្នាដើម្បីយកមាននឹងទៅធ្វើក្រែមចេករបស់យើងបើចង់ឲ្យវាមានក្លិនឈ្ងុយឆ្ងាញ់យើងត្រូវការមានធម្មជាតិដើម្បីដាក់ឲ្យមានរសជាតិឆ្ងាញ់អញ្ចឹងណាហើយក្រែមចេកហ្នឹងគឺត្រូវការមានម្សៅមិញហ្នឹងយើងសែនថ្ងៃសល់អញ្ចឹងយើងមានចេកអញ្ចឹងយើងអត់ដឹងធ្វើអីយើងគួរតែយកចេកហ្នឹងយកធ្វើក្រែមចេកទៅហើយក្រែមចេកយើងអត់មានអីច្រើនទេមានតែខ្ទិះដូងទឹកដោះគោមានហើយចេកហ្នឹងសំខាន់គួរបើខ្ញុំខ្លាចខ្ញុំមុតដែរយសាយខ្ញុំកាន់កវិតវិជ្ជាខ្ញុំទៅខ្ញុំវាឆ្លន់អញ្ចឹងតើមកយើងបោមានបាយយើងនឹងជាចំណែកតូចអញ្ចឹងណាដើម្បីយើងដាក់ទាំងមូលវាកាត់ទេយើងធ្វើឲ្យតើមកយើងក៏យកមានដែលយើងចិត្តឲ្យតិចចំណែកតិចហ្នឹងយកដាក់ចូលមកសាច់មានយើងធម្មជាតិប៉ិតហ្មងណាអត់មានគីមីទេសាច់ល្អស្អីទៅផ្អែមមុតហ្មងយើងចាក់ចូលជាមួយនឹងចេកបាយយើងហ្នឹងទៅគឺនិយាយថាវាឈ្ងុយឈ្ងុយក្លិនបន្ទាប់មកយើងដាក់ដល់គោខាប់បើយើងមានដល់គោស្រស់ដាក់ដល់គោស្រស់យើងមានដល់គោខាប់ដាក់ដល់គោខាប់តែបើយើងដាក់ដល់គោខាប់ហើយយើងគួរប្រើស្ករតិចដែរដោយសារដល់គោខាប់វាអត់សូវផ្អែមទេផ្អែមដែរតែផ្អែមបែបលំអញ្ចឹងយើងដាក់ស្ករទៅមកយើងច្របាច់ចូលគ្នាឲ្យសព្វគ្រឿងរបស់យើងហ្នឹងទៅចាំយើងដាក់ស្រែកដីធ្វើយើងកុំភ្លេចដាក់អំបិលតិចផងដោយសារអំបិលក៏វាជួយឲ្យគ្រឿងរបស់យើងដិតល្អដែរអញ្ចឹងយើងដាក់អំបិលបន្តិចមកបានហើយបាយវាមានជាតិប្រៃលំអញ្ចឹងណាតបមកយើងដាក់ខ្ទិះដូងរបស់យើងខ្ទិះដូងហ្នឹងគេយកខ្ទិះដូងដើមព្រោះអីខ្ទិះដូងដើមវាឈ្ងុយវាមានខ្ទិះជឿនសម្រាប់ផ្អែមចេកហ្នឹងគឺអត់ខ្វះទេត្រូវតែដាក់ខ្ទិះដូងរបស់យើងហើយខ្ទិះដូងធម្មជាតិហិតតែល្អបើយើងអត់ទិញចាំបាច់ទិញខ្ទិះដូងគេដែលគេលក់នៅម៉ាតអីចឹងណាយើងដាក់ស្រែកដីមកបានហើយស្រែកដីរបស់យើងហ្នឹងគឺយើងត្រូវតែច្របាច់វាឲ្យបែកស្រែកដីរបស់យើងណាបើសិនជាអ្នកទាំងអស់គ្នាបុកក៏បានដែរប៉ុន្តែខ្ញុំនិយាយទៅហូបស្រែកដីទៅវាចេះឈឺចូលថ្មិញយើងវាឈឺអញ្ចឹងណាអញ្ចឹងយើងដាក់ច្របាច់វាបែកជាពីរទៅបានហើយសារអ្នកផ្ទះខ្ញុំក៏អត់សូវចូលចិត្តស្រែកដីបានដែរដាក់ដើម្បីឲ្យវាមានក្លិនឈ្ងុយទេយើងស្វាស្រែកដីចូលគ្នាអញ្ចឹងទៅឲ្យវាបាយក្លិនបាញ់ហ្នឹងឥឡូវរួចរាល់ហើយយើងយកដាក់កតោក៏បានមានប្រដាប់ដាក់ក្រែមក៏បានដែរតែខ្ញុំអត់ខ្ញុំដាក់អញ្ចឹងហើយពួកអីឆាប់បានញ៉ាំ